ប្រកួតកីឡាវាយសីពានរង្វាន់7មករាមិនត្រឹមតែរំលឹកថ្ងៃប្រវត្តិសាស្ត្រនោះទេតែវាជាវេទិកាប្រកួតប្រជែងបង្កើតមិត្តភាពនិងសាមគ្គីភាពប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានថ្លែងរំលេចថាការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាវាមិនត្រឹមតែចូលរួមអបអរសាទរនិងរំលឹកដល់ថ្ងៃប្រវត្តិសាស្ត្ររំដោះប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតទី2ពីរបបប្រល័យពូជសាសន៍ប៉ុលពតនោះទេពលវាក៏ជាវេទិកាប្រកួតប្រជែងបង្កើននៅមិត្តភាពនិងសាមគ្គីភាពផងដែរព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាឆ្នាំ1979 7មករាឆ្នាំ2026ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជាក្រោមកិច្ចសហការគាំទ្រដោយរដ្ឋបាលខេត្តព្រះសីហនុដែលដំណើរការប្រកួតអស់រយៈពេល2ថ្ងៃនៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុបានបញ្ចប់ទៅដោយភាពជោគជ័យលើសការរំពឹងទុកពិធីបិទការប្រកួតនេះអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាកម្ពុជានិងឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅក្លឹប TR Hope Badminton ស្ថិតក្នុងសង្កាត់លេខ1ក្រុងព្រះសីហនុយោងតាមរបាយការណ៍របស់ឯកឧត្តមកៅរស់អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានគូបញ្ជាក់ឲ្យដឹងថាការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាដែលជាខួបលើកទី25ខេត្តព្រះសីហនុទទួលធ្វើជាម្ចាស់ផ្ទះនេះមានសមាជិកភាពសម្ព័ន្ធក្លឹបកីឡាវាយសីចូលរួមប្រកួតចំនួន12សរុបប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីចូលរួមចំនួន195នាក់ដោយក្នុងនោះមានវិញ្ញាសាប្រកួតចំនួន10វិញ្ញាសាស្មើនឹង72មេដាយការប្រកួតចំនួន98ប្រកួតជាមួយការប្រកួតដែលធ្វើឡើងដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល2ថ្ងៃឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងក្រុមការងារនៃសហព័ន្ធកីឡាវាយសីកម្ពុជាព្រមទាំងគណៈកម្មការរៀបចំការប្រកួតនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីរួមទាំងបច្ចេកទេសដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយនៅរាល់បញ្ហាប្រឈមនានានិងបានធ្វើឲ្យដំណើរការនៃការប្រកួតកីឡាវាយសីនាពេលនេះបានប្រព្រឹត្តទៅកាន់តែមានភាពសុក្រឹតនិងទទួលបាននៅលទ្ធផលវិជ្ជមានឯកឧត្តមអភិបាលខេត្តសង្ឃឹមយ៉ាងមុតមមថាការប្រកួតរយៈពេល2ថ្ងៃនេះនឹងកាន់តែបំផុសឲ្យកីឡាវាយសីនៅខេត្តព្រះសីហនុកាន់តែផុសផុលទាក់ទាញមនុស្សគ្រប់វ័យមកលេងកីឡាវាយសីដើម្បីទទួលបានសុខភាពនិងការអភិវឌ្ឍធនធានកីឡាវាយសីឈានឆ្ពោះទៅរកសក្តានុពលសម្រាប់ខេត្តឯកឧត្តមលីកុសលបានមានប្រសាសន៍លើកឡើងថាព្រឹត្តិការណ៍កីឡាវាយសីដណ្ដើមពានរង្វាន់7មករាដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជានេះបានធ្វើឡើងក្នុងគោលបំណងរំលឹកដឹងគុណចំពោះថ្ងៃ7មករា1979ដែលជាថ្ងៃប្រវត្តិសាស្ត្រដែលបានផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យដែលកាន់អំណាចដោយប៉ុលពតផ្ដល់នូវជីវិតទី2ជូនប្រជាជនកម្ពុជាទន្ទឹមជាមួយគ្នានោះឯកឧត្តមបានរំលេចទៀតថាការប្រកួតវាយសីពានរង្វាន់7មករាមិនត្រឹមតែរំលឹកនិងចូលរួមអបអរសាទរចំពោះថ្ងៃប្រវត្តិសាស្ត្រនោះទេពលគឺការប្រកួតនេះវាក៏ជាវេទិកាប្រកួតឬប្រជែងគ្នាដែលបង្កើតបានជាចំណងមិត្តភាពនិងសាមគ្គីភាពរវាងសម្ព័ន្ធក្លឹបវាយសីមកពីបណ្ដាខេត្តនានាផងដែរហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺវាបានផ្ដល់ឱកាសដល់កីឡាករកីឡាការិនីម្នាក់ៗបានបញ្ចេញអស់លទ្ធភាពនៅទេពកោសល្យសមត្ថភាពក៏ដូចជាការវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកហើយអ្វីដែលកាន់តែមានសារៈសំខាន់ទៀតនោះការប្រកួតប្រជែងនេះវាបានផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងដែលជាធនធានដ៏
សំខាន់ក្នុងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ2031ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានប្រកួតបញ្ចេញនៅសមត្ថភាពបច្ចេកទេសដើម្បីឲ្យសហព័ន្ធបានចម្រាញ់ជ្រើសរើសយកមកបំពាក់បំពន់ខ្លាយជាកីឡាវាយសីសក្តានុពលនិងការប្រកួតប្រជែងដោយគុណភាពជាមួយគ្នានោះអាយដាមប្រធានសហព័ន្ធបានក្រើនរំលឹកដល់ម្ចាស់ជ័យលាភីដែលដណ្ដើមបានជ័យជំនះនាពេលនេះសូមកុំមោទនភាពនិងជ័យជំនះពេកត្រូវតែបន្តខិតខំដុសខាត់សមត្ថភាពហ្វឹកហាត់ជាប្រចាំទើបអាចរក្សាបាននូវភាពខ្លាំងដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងរីឯកីឡាករកីឡាការិនីដែលមិនទាន់ទទួលបានជ័យជំនះក៏មិនត្រូវបាក់ទឹកចិត្តដែរត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមដណ្ដើមយកជ័យជំនះនាឆ្នាំក្រោយសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់7មករាអបអរសាទរជ័យជំនះ7មករាក្នុងឆ្នាំ2027ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះម្ដងទៀតដោយត្រូវបានជ្រើសរើសយកទីតាំងក្លឹបវាយសី SBC ដែលស្ថិតនៅក្នុងសង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុឆ្លងកាត់ការប្រកួតអស់រយៈពេល2ថ្ងៃសម្ព័ន្ធក្លឹបកីឡាវាយសី TR Hope Badminton ទទួលបានចំណាត់ថ្នាក់លេខ1ចំណាត់ថ្នាក់លេខ2សម្ព័ន្ធក្លឹបកីឡាវាយសី Connex និងចំណាត់ថ្នាក់លេខ3សម្ព័ន្ធក្លឹបកីឡាវាយសីយុវជននគរបាលជាតិរាយការណ៍ពីនាងខ្ញុំចន្ទ្រា TV5 Online News